មកសៀមរាបឥឡូវគេបង្កើតកន្លែងដើរលេងច្រើនណាស់ហើយភាគច្រើនតែជាហាងកាហ្វេប៉ុន្តែកន្លែងនេះមិនមែនហាងកាហ្វេទេគឺឈ្មោះថាផ្សារខ្មែរដូចខ្ញុំថតឲ្យមើលមិនអញ្ចឹងណាហើយកន្លែងនេះដែរមានលក់ជារបស់ញ៉ាំរបស់អនុស្សាវរីយ៍តែភាគច្រើនជារបស់ញ៉ាំហើយរបស់ញ៉ាំគេហ្នឹងគឺគេបិទរូបនៅលើហ្នឹងតម្លៃនៅលើហ្នឹងយើងចូលទៅដល់ឆ្លាញ់មួយណាហៅមួយហ្នឹងទៅប៉ុន្តែត្រូវកើចាំពេលចូលទៅដល់មិនមែនមានន័យថាចង់ទិញអាហ្នឹងយើងហាច់លុយគេយើងមើលតម្លៃមើលអីរួចចាំយើងយកទៅដូរជាគូប៉ុងទើបយើងអាចយកទៅទិញបានអ្នកទាំងអស់គ្នាឃើញគេមានរៀបចំគេមានរៀបចំលក់ដូចជានំគ្រក់នំពុម្ពអីចឹងទៅកាពិតអើយមិនមែនទូកដែលអាចចែវបានទេគ្រាន់តែគេរៀបជាកន្លែងតូបហ្នឹងជាទូកចឹងណានិយាយទៅពេលដែលយើងចូលទៅដល់ហ្នឹងគឺមានគ្រប់ប្រភេទអាហារទាំងអស់ចង់នំគ្រក់នំពុម្ពបាញ់ស៊ុងបាញ់ហើយហ្វឺអីមានទាំងអស់ចំពោះខ្ញុំវិញគឺខ្ញុំជ្រើសរើសអង្គុយចិត្តកន្លែងទឹកពីព្រោះអីមានត្រីអញ្ចឹងកូនខ្ញុំអាចមើលបានណាអញ្ចឹងវាអត់សូវរត់អញ្ញាញ៉ាយរបស់ញ៉ាំច្រើនណាបងប្អូនអើយហូរហែមានគ្រឿងសមុទ្រមានមាន់មានទាមានជ្រូកមានសាច់គោអាំងមានអីមានប្រហិតទាំងអស់គ្រឿងម្ជូរគ្រឿងអីក៏មានដែរហើយបើគ្រឿងផឹកវិញនៅអង្គុយកន្លែងខ្ញុំអង្គុយកណ្ដាលហ្នឹងគឺគេមានលក់ខាប់ថែលក់អីអញ្ចឹងយើងចង់វិយ៉ាក៏បានផឹកថែក៏បានទឹកអីក៏បានហើយតម្លៃវិញគឺគួរសមដែរមិនថ្លៃពេកហើយក៏មិនថោកពេកដែរវិញបានបើសិនជាចែកអត់អស់ត្រូវអត់ដាក់លុយខាងក៏បានxongដកលុយវិញបានអូខេមកអានោះមានគេសម្ដែងអីទៀតមែនមានមកអត់ទេកន្លះមានពេញពេញនឹងទៅដល់អូយក90000ណាចំពោះកន្លែងអង្គុយវិញគឺអត់បញ្ហាទេយើងទៅដល់យើងចង់អង្គុយកន្លែងណាក៏បានដែរមានខាងលើមានខាងក្រោមបើចង់ស្រឡះបន្តិចអាចមើលមកក្រោមឃើញច្បាស់យើងអង្គុយលើទៅបើយើងខាងខ្ជិលឡើងអីចឹងយើងអាចអង្គុយនៅខាងក្រោមបានណាហើយអ្នកទាំងអស់គ្នាឃើញគេឈរព្រមព្រៀងទាំងអស់គ្នាហ្នឹងគឺគេឈរគ្រប់ទងជាតិហើយខ្ញុំទៅសើមែនក្រុមអើយស្អីគេក្បាច់គុនខ្មែរគេហ្នឹងមុនគេរៀបចំនេះហ្នឹងគឺគេហៅយើងទាំងអស់គ្នាដែលទៅចូលរួមចូលដើរលេងឬក៏ញ៉ាំអីនៅកន្លែងផ្សារខ្មែរហ្នឹងគឺត្រូវឈរទាំងអស់គ្នាដើម្បីគោរពទងជាតិភ្លេងជាតិរបស់យើងពីការគោរពភ្លេងជាតិហើយទើបគេមានការសម្ដែងហើយការសម្ដែងនេះគឺគេរៀបចំតាមថ្ងៃមួយអញ្ចឹងមានន័យថាពេលដែលយើងមកមួយថ្ងៃគឺអត់ដូចគ្នាទេថ្ងៃខ្លះទៅក៏គោះត្រឡោកទៅថ្ងៃខ្លះទៅក៏របាំជូនពរទៅថ្ងៃខ្លះទៅក៏រត់អីអញ្ចឹងណាទៅសើមែនអ្នកសំដែងអ្នករាំរបាំហ្នឹងកូនក្មេងទូចទេហើយបើអ្នកច្រៀងវិញក៏ក្មេងដែរហើយឡើងប្រូហើយឡើងសន្ទន់ហ្មងកូនខ្ញុំហើយនឹងអ្នកដែលចូលរួមទាំងអស់គ្នាស្ដាប់ដល់គ្នាមើលឡើងជក់ចិត្តហ្មងណាអញ្ចឹងទៅសៀមរាបលើកហ្នឹងអាចណែនាំអ្នកទាំងអស់គ្នាទៅផ្សារខ្មែរសប្បាយហើយអាចបន្ធូរអារម្មណ៍បានអរគុណច្រើន